Hello ជំរាបសួរ Charlie Family ទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកចំណារបស់ពីរបីមុខបាទទី1សម្រាប់ការពារទឹកនោមផ្អែមទី2អ្នកដែលមានទឹកនោមផ្អែមហើយនិងទី3 Mind Work សម្រាប់ការពារភ្លេចភ្លាំងជំងឺភ្លេចភ្លាំងពីយើងចាស់ទៅបាទអូខេបងប្អូនទឹកនោមផ្អែមណាអ្នកដែលមិនបានដឹងបងប្អូននៅក្រុមខ្ញុំពេលណាបងប្អូនចូលទិញទៅខ្ញុំឃើញបងប្អូនទិញខុសហើយសុំទោសខ្ញុំត្រូវតែប្រាប់បងប្អូនពួកខ្ញុំនៅក្រុមខ្ញុំបងប្អូននៅក្រុមខ្ញុំនឹងជួយមើលទាំងអស់គ្នាព្រោះ the glucose regulation complex នេះអូខេខ្ញុំឃើញអ្នកខ្លះគេញ៉ាំតែមួយមុខនេះទេដើម្បីបញ្ចុះជាតិស្ករយើងទឹកនោមផ្អែមណាប៉ុន្តែចំពោះពួកខ្ញុំដែលសិក្សាជាមួយក្រុមហ៊ុនហ្នឹងគេឲ្យយើងញ៉ាំពីរមុខ light shake ហើយនឹង glucose regulation complex ពីរមុខហ្នឹងដើម្បីធ្វើជាតិស្ករយើងចុះទប់ឬក៏ទប់ជាតិស្ករយើងកុំឲ្យឡើងហើយម្យ៉ាងទៀតបើសិនជាបងប្អូនពិសាមួយថ្ងៃ2គ្រាប់វាអត់ចុះបងប្អូនតម្លើងគ្រាប់3គ្រាប់4គ្រាប់5គ្រាប់ហើយអីព្រោះបើយើងមើលតាមសបកហ្នឹងគេឲ្យញ៉ាំមួយថ្ងៃ2គ្រាប់មែនទេប៉ុន្តែនេះគឺជាឱសថបុរាណមិនមែនជាថ្នាំទេយើងញ៉ាំប្រមាណគ្រាប់ក៏បានដែរតែយើងត្រូវដឹងខ្លួនឯងយើងញ៉ាំហើយយើងមើលយើងអូខេយើងត្រូវប្រយ័ត្នខ្លួនយើងប៉ុន្តែអត់អីទេព្រោះបងប្អូនឃើញខ្លះដូចជា alfalfa គេឲ្យញ៉ាំ10គ្រាប់យើងអាចញ៉ាំដល់60គ្រាប់បានឃើញទេដោយសារធម្មជាតិតែបើថ្នាំយើងមិនអាចធ្វើបានទេអញ្ចឹងដូច្នេះហើយបងប្អូនដែលពិសាទៅដូចទៅឧបមាថាមិនចុះបងប្អូនសួរអ្នកណែនាំគឺយើងគេនឹងប្រាប់ឲ្យយើងតម្លើងគ្រាប់អូខេនេះគឺជារបស់ដែលការពីបងប្អូនដែលមានទឹកនោមផ្អែមហើយបាទហើយម្យ៉ាងទៀតគេហៅ Metalis Boost នេះសម្រាប់បញ្ចុះទម្ងន់ហើយនឹងការពារទឹកនោមផ្អែមឃើញទេរបស់ទឹកនោមផ្អែមហើយគេញ៉ាំមួយមិញហ្នឹងហើយនេះរបស់ដែលយើងមិនទាន់មានទឹកនោមផ្អែមហើយបងប្អូនខ្លះហ្នឹងគាត់ទៅពេទ្យគាត់មើលឈាមទៅគាត់ដឹងថាណែឯងចិត្តមានទឹកនោមផ្អែមបងប្អូនទៅញ៉ាំទឹកនោមផ្អែមហ្នឹងអត់ត្រូវទេអូខេបងប្អូនត្រូវញ៉ាំរបស់ដែលការពារទឹកនោមផ្អែមអូខេដូច្នេះបងប្អូនដឹងឲ្យច្បាស់មួយការពារទឹកនោមផ្អែមមួយមានទឹកនោមផ្អែមហើយបានពិសាអូខេកុំទិញច្រឡំបាទហើយម្យ៉ាងទៀតរបស់នេះជួយឲ្យយើងបញ្ចុះទម្ងន់ទៀតអូខេហើយបញ្ចុះទម្ងន់នោះបងប្អូនត្រូវញ៉ាំមិនចេះញ៉ាំតែពីទេគេត្រូវញ៉ាំមួយថ្ងៃ3គ្រាប់ហ្នឹងពេលណាបងប្អូនពិសាអាហារញ៉ាំអាហាររួចញ៉ាំអាហារបើបងញ៉ាំតែពីអត់អូខេអត់មានប្រសិទ្ធភាពទេហើយទី3របស់នេះគេហៅ Mind Work ចាស់ទៅយើងភ្លេចភ្លាំងច្រើនហើយមនុស្សភ្លេចភ្លាំងច្រើនហើយរបស់នេះសម្រាប់មនុស្សអាយុ60ឡើងលើអូខេអ្នកដែលភ្លេចភ្លាំងច្រើនបងប្អូនឃើញមនុស្សចាស់ឥឡូវភាគច្រើនណាកាលណាគាត់នៅក្មេងខួរក្បាលគាត់មិនសូវល្អគាត់ចាស់ទៅវែងមែនទេដូច្នេះផលិតផល Shaklee នេះគេការពាររបស់នេះកុំឲ្យចាស់ទៅវែងធ្វើឲ្យខួរក្បាលយើងដើរល្អធម្មតាខួរក្បាលយើងកាលណាយើងចាស់ទៅខួរក្បាលយើងនឹងវារួញមិនអញ្ចឹងណាដូច្នេះរបស់នេះវាធ្វើឲ្យយើងចងចាំធ្វើឲ្យខ្សែខួរក្បាលយើងនឹងដើរល្អធ្វើឲ្យយើងនឹងកុំភ្លេចភ្លាំងពេលណាយើងចាស់អូខេប៉ុន្តែពួកដែលខ្ញុំសិក្សាគេឲ្យយើងញ៉ាំ60អាយុ60ឡើងទៅលើបើញ៉ាំក៏ប៉ុន្តែបើសិនជាយើងដឹងថាខ្លួនយើងណាខ្លួនយើងភ្លេចភ្លាំងច្រើននៅក្មេងណាយើងញ៉ាំបានអាយុ8 10ឡើងទៅលើបាទប៉ុន្តែភាគច្រើនអ្នកដែលមានសុខភាពល្អគេញ៉ាំអាយុ60ឡើងទៅលើអូខេបងប្អូនហើយសំខាន់ទៀតបងប្អូនដែលអត់ស្គាល់ Shaklee បើបងប្អូនស្រឡាញ់សុខភាពខ្ញុំសូមមេត្តាសិក្សាស្រាវជ្រាវមែនតើហើយកុំឃើញគេយកទៅលក់ណាបងប្អូនប្រយ័ត្នមែនតើព្រោះរបស់នេះមិនមែនជារបស់យកទៅលក់ទេបាទជារបស់គ្រាន់តែចែករំលែកគ្នាទៅវិញទៅមកឲ្យដឹងហើយអ្វីដែលខ្ញុំអាចជួយបងប្អូនបានណាទី1តើធ្វើម៉េចទិញឲ្យបានទី2បើបងប្អូនញ៉ាំមិនត្រូវធ្ងន់មកយកលុយឲ្យបងប្អូនវិញអូខេហើយទី3បើបងប្អូនញ៉ាំទៅត្រូវបងប្អូនកុំភ្លេចធ្វើម៉េចកុំយកលុយយើងទៅទិញផលិតផលហ្នឹងបាទហើយទី4ធ្វើម៉េចរកលុយបានពីផលិតផលហ្នឹងទី5យើងអាចចែកចែករំលែកទៅមិត្តភ័ក្តិទៅបងប្អូនឬក៏កូនចៅយើងពេលដែលយើងស្លាប់ទៅអូខេហើយបងប្អូនដែលមានអ្វីរកតាមអនឡាញធ្វើបានសុខភាពល្អបងប្អូនចែករំលែកគ្នាទៅវិញទៅមក
ហើយម្យ៉ាងទៀតផលិតផលនេះមិនមែនកាន់ស្លឹកឈើរលាស់ចេះត្រូវ100មកគេអត់មានទេបងប្អូនអូខេអ្នកវិទ្យាសាស្ត្រគេបងប្អូនដឹងហើយនៅស្រុកនេះមកគេហៅថាអ្នកវិទ្យាសាស្ត្រ scientist 3ដែលគេដាក់ឈ្មោះគេនៅក្នុងផលិតផលហ្នឹងអូខេនៅ UCLA អូខេ Berkeley គេហ៊ានដាក់ឈ្មោះគេនៅក្នុងហ្នឹងហើយ scientist as a landmark study 1 landmark study 2គេហ៊ានដាក់ឈ្មោះគេនៅក្នុងផលិតផលហ្នឹងគេនិយាយថាអ្នកដែលប្រើផលិតផលឆាកនេះបាន5ឆ្នាំឡើងទៅលើអូខេកើនអាយុមានសុខភាពល្អជាងអ្នកដែលបានប្រើបានមានអាយុវែងដូច្នេះបងប្អូនដែលអត់ស្គាល់អត់ដឹងអត់ឮអត់ដែលស្គាល់តាមដានបាទហើយតាមដានគ្រាន់តែសិក្សាស្រាវជ្រាវតាមដានទៅបានមិនបាច់ធ្វើទេបាទដូចខ្ញុំមុនដំបូងដូចគ្នាឆ្នាំ2017ដែលខ្ញុំចាប់ប្រើហ្នឹងប៉ុន្តែឆ្នាំ2013ខ្ញុំស្គាល់ផលិតផលហ្នឹងតែខ្ញុំមិនហ៊ានប្រើតែខ្ញុំសូវស្រាវជ្រាវតើយើងស្រាវជ្រាវអស់ចិត្តបានយើងហ៊ានភាសាពួកយើងត្រូវដឹងថាតើរបស់នឹងចេញមកពីភពណាអាហេតុអីពួកអាមេរិកដែលវាប្រើស្ងាត់មិនឲ្យយើងដឹងណាដូច្នេះយើងមិននៅស្រុកគេយើងត្រូវតែស្រាវជ្រាវឧបមាដូចខ្មែរយើងនិយាយថាអីស៊ីតូចតាមតូចស៊ីធំតាមធំមើលអ្នកដែលគេមានគេស៊ីអីណាគេភាសាអីគេប្រើអីតែយើងមានសមត្ថភាពទេហេតុអីបានគេប្រើផលិតផលអស់ហ្នឹងដូចខ្ញុំនិយាយយ៉ាងរបស់ហ្នឹងពួកអូឡុំពៀនពួកលេងកីឡាពួកតួកុនដោយនៅក្នុង White House គេប្រើផលិតផលហ្នឹងបងប្អូនសួរទៅមើលហេតុអីគេប្រើរបស់ហ្នឹងហើយចុះយើងមិននៅស្រុកគេយើងអត់ស្គាល់មែនទេដូច្នេះយើងត្រូវស្រាវជ្រាវបងប្អូនចែកយើងលេខគ្នាអត់មានខាតអីទេបងប្អូនត្រូវចាំថាចែកច្រើនការច្រើនចេះច្រើនអូខេកុំបានអ្វីលាក់អត់ធ្វើអីមកបងប្អូនឃើញទេខ្ញុំដាក់ website បងប្អូនឲ្យបងប្អូនទៅតាមដានទៅមើលនៅក្នុងក្រុមហ៊ុនហ្នឹងបាទ website នៅខាងលើហ្នឹងតែឃើញបងប្អូនគាត់ថាសិក្សាស្រាវជ្រាវចូលទៅមើលទៅហេតុអ្វីបានខ្ញុំប្រើរបស់ហ្នឹងបាទតើខ្ញុំចង់បានសុខភាពល្អបាទខ្ញុំសូមប្រាប់បងប្អូននៅពេលដែលខ្ញុំប្រើផលិតផលហ្នឹងខ្ញុំដឹងរាងកាយខ្ញុំខុសច្រើនពីដើមបាទយើងចំណាស់នេះងើបឡើងវិលមុខខ្ញាល់មែនទេភ្លេចភ្លាំងចុកដៃចុកជើងឈឺធ្មេញបាទអូខេផ្ដាសាយរាល់ឆ្នាំមិនតែពេលដែលខ្ញុំប្រើផលិតផលតលីខ្ញុំឃើញថារាងកាយខ្ញុំខុសច្រើនកាពះខ្ញុំអីមាននិយាយទៅមករាងកាយឃើញថាវាប្រសើរជាងមុនណាបងប្អូនបាទហើយនឹងអ្វីដែលខ្ញុំអាចធ្វើបាននោះខ្ញុំបន្ថយអាហារខ្ញុំពីដើមយ៉ាងមនុស្សយើងញ៉ាំអាហារមួយថ្ងៃ3ដងណាប៉ុន្តែពេលដែលខ្ញុំប្រើផលិតផលហ្នឹងទៅខ្ញុំពិសាបាយមួយថ្ងៃតែម្ដងទេបាទតែថ្ងៃត្រង់ទេបាទឬក៏ពេលប៉ះណាពេលព្រលឹមពេល10ម៉ោង10ម៉ោង10នោះខ្ញុំញ៉ាំបាទតែព្រលឹមឡើងខ្ញុំពិសានេះ shake នេះបងប្អូន shake នេះបងប្អូនតាម shake នេះគេហៅថា light shake អូខេ light shake នេះជាអាហារ protein គេយើង2 scoop ហ្នឹងស្មើនឹងអាហារមួយពេលពួក1 scoop នេះណាស្មើនឹងពងមាន់4ទឹកដោះគោ2កែវ broccoli 1ខាប់ pineapple 1ខាប់ cauliflower 1ខាប់ហើយនឹងត្រីសាឌីនហ្នឹង10អោនហើយសាច់មាន់ហ្នឹង5ម៉ានដូច្នេះ2 scoop ស្មើនឹងអាហារមួយពេលខ្ញុំញ៉ាំព្រលឹមឡើងជំនួសកាហ្វេពីដើមខ្ញុំញ៉ាំកាហ្វេដូចគ្នាពេលដែលខ្ញុំមិនទាន់ស្គាល់របស់នេះប៉ុន្តែពេលដែលខ្ញុំស្គាល់របស់នេះខ្ញុំជប់កាហ្វេរបូតណាអូខេខ្ញុំ2 scoop ព្រលឹមឡើង2 scoop យប់ឡើងបាទអូខេហើយថ្ងៃត្រង់ខ្ញុំពិសាបាយអញ្ចឹងបានសំខាន់បំផុតរាងកាយយើងកុំឲ្យទម្ងន់ណាបងប្អូនកុំឲ្យលឹះយើងត្រូវតែដឹងយើងអាយុយើងកម្ពស់យើងទម្ងន់ហើយនឹងកម្ពស់យើងថាធ្វើម៉េចកុំឲ្យលឹះទម្ងន់កុំឲ្យលើសទម្ងន់ក៏កុំឲ្យលើសបាទហើយបញ្ចុះទម្ងន់ហ្នឹងស្គមខ្លាំងហ្នឹងក៏កុំឲ្យត្រូវឲ្យដឹងរាងកាយយើងតើទម្ងន់យើងប៉ុន្មានមិនចឹងអូខេអរគុណច្រើនបងប្អូនថ្ងៃនេះខ្ញុំមានបណ្ណាចែកចាយបងប្អូនតែសំខាន់ទឹកនោមផ្អែមបងប្អូនខ្ញុំដឹងថាបងប្អូនយើងភាគច្រើនមានទឹកនោមផ្អែមច្រើនណាស់ប៉ុន្តែបងប្អូនត្រូវតែមានពេទ្យគេមើលមនុស្សឈឺមែនទេយើងមើលមនុស្សជាការពារកុំឲ្យឈឺតែបើសិនជាឈឺហើយយើងមានរបស់ឲ្យពិសេសមកប្រើទៀតអូខេអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ